គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបស្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូកជាមួយនឹងបន្លែបងប្អូនទាំងអស់គ្នាហើយនេះគឺជាគ្រឿងក្រៅរបស់យើងមានដូចជាស្លឹកក្រូចសើចឆ្អឹងជំនីជ្រូក1គីឡូគល់ក្រៃហើយនិងក្បាលអំពិលរបស់យើងបងប្អូនមានជាម្ដេងខ្ទឹមសសណ្តែកដីការីទុកតាមបងប្អូនទាំងអស់គ្នាតទៅពីយើងមានគ្រឿងក្រៅសពហើយយើងធ្វើការហាន់បងប្អូនជាមួយនឹងគល់ក្រៃរបស់យើងបងប្អូនទាំងអស់គ្នាយើងហាន់វាធ្វើឲ្យម៉ត់បងប្អូនទាំងអស់គ្នាដើម្បីពេលយើងបុកគ្រឿងទៅគឺវាឆាប់ល្អិតល្អចឹងបងប្អូននេះតោះមកយើងដាក់វាចូលត្បាល់មកបងប្អូនហើយនេះគឺជាខ្ទឹមសបងប្អូនទាំងគ្នាយើងបកសម្បកវាចេញណាដើម្បីពេលដែលយើងស្លទៅកុំឲ្យយើងខាំទៅចប់សម្បកមកវាបងប្អូននេះគឺងាយមែនតើបងប្អូនទាំងគ្នាបកវាស្អាតចឹងមកដាក់ចូលត្បាល់បុកចូលគ្នាបងប្អូនទាំងគ្នាដើម្បីឲ្យវាមានក្លិនឈ្ងុយចឹងបងប្អូនទាំងគ្នាបងប្អូនដាក់វាចូល3កំពឹសហ្នឹងទៅបន្តមកទៀតគឺយើងធ្វើការហាន់ស្លឹកក្រូចសើចបងប្អូននៅពេលដែលយើងដាក់វាទាំងមូលទៅវាអត់សូវឈ្ងុយទេតែបើសិនយើងហាន់វាមកឲ្យបុកទៅគឺពេលដែលយើងខាំទៅមានរសជាតិថាឈ្ងុយក្លិនក្រូចពេញមាត់ចឹងបងប្អូនទាំងគ្នាគឺវាឆ្ងាញ់បងប្អូនហើយយើងដាក់ចូលបុកជាមួយនឹងគ្រឿងក្រៅរបស់យើងបងប្អូនទាំងគ្នាហើយនេះគឺជាម្ដែងបងប្អូនយើងហាន់វាដែរបងប្អូនយើងមិនបាច់ដំវាទៅយើងបុកវាចូលគ្រឿងទៅគឺយើងស្លទៅគឺវាខាប់ទឹកគឺឆ្ងាញ់ចឹងបងប្អូនទាំងគ្នាបើសិនជាបងប្អូនមានលមីតបងប្អូនអាចដាក់បានណាកន្លែងហ្នឹងប៉ុន្តែខ្ញុំអត់មាននេះចឹងប្រើការីស្តុកតាជំនួសបងប្អូនទាំងគ្នាយើងទិញគេចឹងមួយថង1000បងប្អូនទាំងគ្នាហើយនេះយើងហាន់វាឲ្យម៉ត់បងប្អូនម្ដែងស្រែចឹងបងប្អូនទាំងគ្នាដាក់វាចូលត្បាល់ទៅនេះចាក់ការីតុកតាម្សៅការីតុកតាហ្នឹងហើយយើងបុកវាបងប្អូនហើយសណ្តែកដីនេះគឺយើងបកសម្បកវាចេញសិនបងប្អូនទាំងគ្នាញីវាសាមកហើយនេះគឺជាឆ្អឹងជំនីបងប្អូនទាំងគ្នាឆ្អឹងជំនីជូកនេះ1គីឡូហើយខ្ចីល្អមែនតើបងប្អូននេះស្លគឺឆ្ងាញ់មែនតើបងប្អូនទាំងគ្នាហើយសាច់វាឡើងផុយហ្មងបងប្អូនបើសិនជាមានចាស់បានយើងអាចស្លឆ្អឹងជំនីជ្រូកវាល្អជាងឆ្អឹងគោវាស្វិតបងប្អូនទាំងគ្នាហើយឆ្អឹងជំនីគឺឆាប់ផុយជាងឆ្អឹងជំនីជ្រូកហ្នឹងឯងបងប្អូនយើងកាប់វាយើងដុំតូចៗមកល្មមបងប្អូនទាំងគ្នាឲ្យមើលទៅវាទំនងអញ្ចឹងណាហើយឆ្អឹងនេះគឺកាប់តាមកបិតអាចបងប្អូនទាំងគ្នាដោយសារតែវាផុយល្អអញ្ចឹងបងប្អូនហើយវាឆ្អឹងខ្ចីបងប្អូនទាំងគ្នានេះយើងកាប់វាអញ្ចឹងមកនេះគឺយើងសាច់បងប្អូនទាំងគ្នាយើងហាន់វាឲ្យតូចៗបងប្អូននេះបើយើងមានគ្រឿងក្នុងវាគឺយើងអាចដាក់បានបងប្អូនអូខេយើងនិយាយអញ្ចឹងវាឆ្ងាញ់បងប្អូនទាំងគ្នាតែនេះមកមានខ្ញុំស្លជាមួយនឹងឆ្អឹងជំនីសុទ្ធហើយគ្រឿងក្រៅទាំងអស់ហ្នឹងបងប្អូនគឺយើងមិនបាច់ចាំទៅណាឆ្ងាយយើងមានចិត្តផ្ទះយើងនឹងឲ្យងាយស្រួលមែនតើដូចគល់ក្រែងម្ដែងយើងគឺយើងដាំលក្ខណៈគ្រួសារបងប្អូនទាំងគ្នាមិនចាំបាច់អស់ថវិកាដើម្បីចំណាយទៅលើរបស់ចឹងបងប្អូនយើងនៅស្រុកស្រែគឺងាយស្រួលមែនតើអាចសុំគ្នាហូបបានអញ្ចឹងណាតោះពីយើងកាប់ហាន់រួចហើយបងប្អូនទាំងគ្នានេះយើងដាក់វាចូលឆ្នាំងភ្លុកមកតមកទៀតយើងដាក់គ្រឿងក្រៅដែលយើងបានបុកមកហ្នឹងចូលឆ្នាំងមកបងប្អូនទាំងគ្នានេះហើយសណ្តែកដីគឺខ្ញុំទិញ2កញ្ចប់មកកញ្ចប់គឺខ្ញុំដាក់ស្លុកយើងហូបទៅវាជិបចំសណ្តែកដីឈ្ងុយអញ្ចឹងបងប្អូនខ្ទិះអញ្ចឹងប្រហុកនេះគឺយើងក៏ច្រាំវាដាក់តាម1ខ្ទុយ2ខ្ទុយទៅបងប្អូនដាក់វាឲ្យមើលមកងាស់វារីងទឹកអស់ហើយដាក់ទឹកធម្មតាចូលបងប្អូនបន្ទាប់ពីវាពុះហើយយើងដាក់បន្លែចូលជាការស្អាតងាយៗមែនតើបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ